សម័យមើលយន្តហោះចម្បាំងមួយគ្រឿងមានតម្លៃរហូតដល់$2000 លានប៉ុន្តែនៅលើអេក្រង់រ៉ាដារបស់សត្រូវវាបង្ហាញរូបរាងតូចដូចជាសត្វបក្សីមួយក្បាលតែប៉ុណ្ណោះដែលវាអាចទៅរួចទេចំណេះដឹង3នាទីនឹងបកស្រាយនៅក្នុងវីដេអូនេះយន្តហោះដែលយើងកំពុងនិយាយដល់នេះគឺយន្តហោះទម្លាក់គ្រាប់បែកយុទ្ធសាស្ត្រ B2 Spirit និងសមាជិកថ្មីចុងក្រោយបង្អស់គឺ B-21 Raider របស់សហរដ្ឋអាមេរិកពួកវាត្រូវបានគេស្គាល់ថាជា Stealth Bomber ឬយន្តហោះបាត់ខ្លួនពីរ៉ាដាចុះហេតុអ្វីបានជាយន្តហោះដ៏ធំមួយនេះអាចលាក់ខ្លួនពីរ៉ាដាបានយ៉ាងស្ទាត់ជំនាញបែបនេះអាថ៌កំបាំងចម្បងគឺស្ថិតនៅលើចំណុចសំខាន់ៗចំនួន3ទី1គឺរូបរាងគ្មានកន្ទុយឬ Flying Wing Design រ៉ាដាទូទៅបញ្ជូនរលកធាតុអាកាសទៅបុកយន្តហោះរួចផ្លាស់ត្រឡប់មកវិញដើម្បីប្រាប់ពីទីតាំងប៉ុន្តែ B2 និង B-21 មិនមានជ្រុងកែង90ដឺក្រេឬកន្ទុយឈរដូចយន្តហោះធម្មតាឡើយរូបរាងសំប៉ែតនិងកោងរលូនរបស់វាធ្វើឲ្យរលកសញ្ញារ៉ាដាផ្លាតចេញទៅទិសដៅផ្សេងមិនអាចផ្លាតត្រឡប់ទៅកាន់ម៉ាស៊ីនរ៉ាដាវិញបាននោះឡើយទី2គឺថ្នាំពុលការពាររ៉ាដាឬ RAM Radar Absorbent Materialខាងក្រៅនៃយន្តហោះទាំងមូលត្រូវបានគ្របដោយសារធាតុគីមីពិសេសដែលមានសមត្ថភាពបឺតស្រូបរលកសញ្ញារ៉ាដារួចបំប្លែងវាទៅជាកម្ដៅជំនួសឲ្យការផ្លាតរលកសញ្ញាថ្នាំលាបនេះសម្រាប់រលកសញ្ញារ៉ាដានៅលើសម្បកយន្តហោះតែម្ដងនិងទី3គឺការលាក់កម្ដៅម៉ាស៊ីន Infrared Stealth រ៉ាដាស្វែងរកកម្ដៅអាចចាប់យកកម្ដៅភាយចេញពីម៉ាស៊ីនយន្តហោះបានយ៉ាងងាយប៉ុន្តែនៅលើ B2 និង B-21 បំពង់ភាយកម្ដៅម៉ាស៊ីនត្រូវបានគេលាក់នៅផ្នែកខាងក្រោយនៃខ្នងយន្តហោះនិងមានប្រព័ន្ធត្រជាក់ជួយកាត់បន្ថយកម្ដៅធ្វើឲ្យប្រព័ន្ធរ៉ាដាកម្ដៅមិនអាចចាប់រូបរាងវាបានឡើយដោយសារតែបច្ចេកវិទ្យាសម្ងាត់បំផុតកម្រិតនេះហើយទើប B2 Spirit មួយគ្រឿងមានតម្លៃរហូតដល់ទៅ$2.1000 លានសហរដ្ឋអាមេរិកហើយ B-21 Raider ចំនួនថ្មីត្រូវបានគេចាត់ទុកថាវាជាអាវុធយុទ្ធសាស្ត្រសម្ងាត់បំផុតសម្រាប់សតវត្សទី21តែអ្នកទាំងអស់គ្នាយល់យ៉ាងណាដែរចំពោះយន្តហោះតម្លៃ$2000 លាននេះសូមចូលរួមចែករំលែកមតិរបស់អ្នកនៅខាងក្រោមបើសិនបើអ្នកចូលចិត្តវីដេអូចំណេះដឹងប្លែកៗនិងទាន់ហេតុការណ៍បែបនេះកុំភ្លេចចុច Like Share និង Subscribe ចំណេះដឹង3នាទីឬ 3MN Knowledge ដើម្បីទទួលបានវីដេអូថ្មីៗជារៀងរាល់ថ្ងៃជួបគ្នានៅវីដេអូក្រោយសូមអរគុណ